ពុកម៉ែបងប្អូនឆ្ងល់ថាត្រីមកថតហ្នឹងបានមកពីណាបាទឥឡូវខ្ញុំនាំពុកម៉ែបងប្អូនឲ្យទៅស្គាល់អ្នករកត្រីបាទចាប់ធ្វើដំណើរទៅហើយបាទកំឡោះស្រុកស្រែឈ្មោះថាហេងហេងបាទឥឡូវចាប់ផ្ដើមធ្វើដំណើរទៅហើយមានកន្ត្រកមួយចឹងទៅគេស្ពាយមុខស្ពាយក្រោយចឹងទៅហើយទេសភាពនៅក្រោយផ្ទះហ្នឹងមើលទៅរៀងស្រស់បំព្រងហ្មងពុកម៉ែបងប្អូនបាទចឹងឃើញស្រាប់ហើយពុកម៉ែបងប្អូនយើងស្រុកស្រែជនបទមានអីបាទខាងស្ដាំហ្នឹងគេផ្ទឹមទៅព្រុសហើយពុកម៉ែបងប្អូនហ្នឹងឯងព្រោះស្រូវណាស្រុកខ្ញុំគេព្រុសហើយមកហ្នឹងហើយអាខាងឆ្វេងហ្នឹងគឺវាដុះល្អដែរស្រូវវាទឹកឡើងអញ្ចឹងណាទេសភាពបង្ខៀវស្ងាត់ទាំងអ្នករកត្រីចាប់ផ្ដើមចេញដំណើរទៅពុកម៉ែបងប្អូនបាទចឹងធ្វើដំណើរបន្តតាមវាលស្រែឲ្យទូចមួយទេបាទដល់កន្លែងនេះលុយទឹកតិចកាន់វិជើម្ខាងទៅបាទប្រុសហេងកាន់វិជើម្ខាងដៃកាន់ទ្រង់ម្ខាងសម្រាប់ដាក់ត្រីណាពុកម៉ែបងប្អូនហើយការធ្វើដំណើរតាមភ្លឺស្រែហ្នឹងក៏រៀងពិបាកដែរព្រោះដោយសារស្មៅវាវែងអញ្ចឹងណាតាក់ដៃតាក់ជើងណាពុកម៉ែបងប្អូនឥឡូវយើងចាប់ផ្ដើមធ្វើដំណើរបន្តទៅជាមួយគ្នាទៀតហើយបាទហើយប្រុសហេងក៏អត់ចោលដែរស្បែកជើងនឹងធ្វើមិនក៏អត់ចោលដែរកាន់ម្ខាងបាទប្រុសហេងក៏ពិតជាមនុស្សម្នាក់ដែលជាឧស្សាហ៍បកកែរត់ត្រីមែនទែនពុកម៉ែបងប្អូនហើយសកម្មភាពគាត់ពិតតែម្ដងអានេះគាត់ចុះទៅដល់បឹងក្រោមណាហើយក្នុងបឹងពុកម៉ែបងប្អូននិយាយត្រង់ហ្មងខ្ញុំអត់ហ៊ានចុះដែរព្រោះដោយសារមានទឹកហ្នឹងមានឆ្លើងណាឥឡូវគេចាប់ផ្ដើមដល់កន្លែងមងបាទគេចាប់ផ្ដើមលើកហើយយ៉ាលើកមងឡើងបាទក្នុងមងនេះគឺមងពីផឹងបាទទូចទេកាឡាល្អិតពុកម៉ែបងប្អូនអញ្ចឹងយើងអាចជាប់កូនត្រីកូនកញ្ចុះកូនកភ្លោកកូនត្រីក្រាញ់ត្រីអញ្ចឹងណាការរត់ត្រីពុកម៉ែបងប្អូនហើយយើងមិនទៀងថាដាក់បានទេឥឡូវប្រុសហេងក៏ព្យាយាមគេកាន់ទ្រុងគេចាប់ផ្ដើមវាស្មៅណាហើយគេចាប់ផ្ដើមលើកមើលមងអញ្ចឹងណាហើយយើងគិតមើលក្មេងប៉ុណ្ណឹងអាយុ5ឆ្នាំអីនឹងចេះរត់ត្រីមិនធម្មតាទេពុកម៉ែបងប្អូនសុំតសើមិនបានហ្មងនិយាយចំហ្មងហើយទឹកនេះនិយាយត្រង់មានឆ្លើងណាពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនពិចារណាមើលបើសិនជាពុកម៉ែបងប្អូនដែលខ្លាចឆ្លើងហើយទឹកចុះប៉ុណ្នេះសួរថាអារម្មណ៍មួយណាភ័យអត់ខ្លាចអត់បើខ្ញុំខ្លាចពុកម៉ែបងប្អូនខ្ញុំខ្លាចឆ្លើងមែនតែចំណែកប្រុសហេងវិញអត់មានខ្លាចឆ្លើងទេគេចាប់ផ្ដើមកាន់មងគេដើរតាមទៅស៊ីគេដើរលើកមើលអញ្ចឹងទៅហើយគេមើលកន្លែងណាមានស្មៅអីហើរចូលកន្លែងមងគេហ្នឹងគេចាប់កាយអញ្ចឹងទៅបាទគេចាប់ផ្ដើមដោះត្រីពុកម៉ែបងប្អូនណាអូខេជាប់ត្រីក្រាញ់មួយហើយប្រុសហេងបាទចាប់ទាញបដាច់មកពុកម៉ែបងប្អូនហើយព្រោះដោយសារដោះអត់ចេញក្រាញ់ទូចណាបាទតែទូចដោះអត់ចេញអញ្ចឹងមានតែបដាច់ទេបាទហើយនៅសល់ត្រីក្រាញ់មួយទៀតត្រីក្រាញ់ទូចមែនទេណាបាទហើយមើលដៃគេទូចបាទដោះមិនចេញពុកម៉ែបងប្អូនមានន័យហែកខ្លះទៅធ្វើមិនទេបើមងយើងនឹងវាជាប់ត្រីក្រាញ់ទូចបាក់ដោះមែនទេនិយាយមែនហ្មងយើងពិបាកដោះណាពុកម៉ែបងប្អូនត្រីក្រាញ់ណាអញ្ចឹងវាចាក់ចូលអាចច្រាស់កញ្ច្រាស់អីគេអាចកាវានឹងជាប់អញ្ចឹងណាឥឡូវយើងដោះបាន1 2ហើយបាទចាប់ផ្ដើមលើកបន្តមើលទៅមុខទៀតពុកម៉ែបងប្អូនហើយទឹកបឹងនេះពុកម៉ែបងប្អូនត្រូវចាំថាទឹកហ្នឹងគឺមានឆ្លើងត្រូវចាំថាមានឆ្លើងណាហើយប្រុសហេងអត់មានខ្លាចឆ្លើងទេមិនធម្មតាទេមើលពុកម៉ែបងប្អូនហើយគឺដើរកាត់ទឹកឡើងសង្ហាតែម្ដងបាទអានេះគេវាស្មៅណាព្រោះវាហើមកវាអាចជាប់មងអញ្ចឹងណាខ្ញុំអាប្អូនក៏ចាប់ដៃដែរហើយកុំទៅណាជ្រៅពេកចាប់ដោះត្រីនេះមួយទៀតត្រីជាប់នេះមួយទៀតពុកម៉ែបងប្អូនហើយឥឡូវគេចាប់ផ្ដើមដោះបាទនិយាយថាបកកែរកត្រីមែនទែនប៉ុណ្្នឹងសោះពុកម៉ែបងប្អូនទៅរកក្មេងណាឥឡូវមើលទឹករវឹងរវើយពុកម៉ែបងប្អូនបាទហើយស្មៅឡើងស្កេកស្កាស់ជុំវិញណាបាទស្មៅស្កេកស្កាស់ជុំវិញហើយទឹកនេះគឺទឹកត្រឹមចង្កេះរបស់គាត់ណាពុកម៉ែបងប្អូនបាទឥឡូវបងប្អូនមើលនេះបាទទឹកហ្នឹងគឺទឹករៀងជ្រៅទៅមុខទៀតជ្រៅតិចទៀតបាទហើយការរកត្រីរបស់គាត់ហ្នឹងគឺដាក់មងបាទតាំងពីដាក់មងតាំងពីបកាយឥឡូវថ្ងៃនេះល្ងាចនេះទៅយកត្រីមងសិនណាពុកម៉ែបងប្អូនចាំតិចទៀតខ្ញុំនាំបងប្អូនទៅមើលការដាក់បកាយរបស់គាត់វិញបាទឥឡូវហ្នឹងយើងចាប់ផ្ដើមរកត្រីយកត្រីនេះសិនណាយើងយកត្រីមងសិនបាទហើយទឹករៀងជ្រៅដើរហ៊ាននេះទេព្រោះខ្លាចសัตว์ជើងមងបាទខ្លាចសัตว์ជើងមងឡើងលើទៅអត់ជាប់ត្រីទេណាពុកម៉ែបងប្អូនហើយទឹកមើលលហលហេវលហាយលហលហឹមហើយអ្នកណាមិនខ្លាចបើសិនជាពុកម៉ែបងប្អូនតែខ្លាចអត់ឧទាហរណ៍ថាគេចាប់បានត្រីចាប់បានត្រីគេដោះត្រីពុកម៉ែបងប្អូនឥឡូវសួរថាខ្លាចអត់ខ្ញុំខ្លាចចុះប៉ះមានកពើបាទមិនរត់ងាប់ហើយបាទអញ្ចឹងនិយាយលេងនិយាយសើចមិនកុំនិយាយចឹងអីភ័យបារម្ភបាទអញ្ចឹងចាប់ផ្ដើមដោះត្រីបន្តពុកម៉ែបងប្អូនបាទអានេះត្រីវាដូចចង់ប៉ោងពុះវាងាប់វាងាប់វាជាប់យូរម៉ោងវាងាប់អញ្ចឹងដោះរៀងបាក់ដោះដែរដោយសារវាហើមបាទអញ្ចឹងមានតែបដាច់មងខ្លះអញ្ចឹងពុកម៉ែបងប្អូនណា
បដាច់មងខ្លះទៅគ្រាន់យើងបានដោះរួចបើយើងអត់បដាច់ទេដោះរួចទេបាទព្រោះដោយសារមងយើងរៀងវែងដែរយើងដាក់ចូល2 3ដៃដែរអញ្ចឹងណាពុកម៉ែបងប្អូនហើយប្រុសហេងគេចាប់ដើមដាក់ចូលក្នុងកន្ត្រកគេផ្លុកអីចឹងគេចាប់ដើមទៅសះមើលបាទទាញមួយទៅសះមួយទាញមួយទៅសះមួយអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយមើលទឹកលហលហេពុកម៉ែបងប្អូនហើយគួរតែក្មេងមិនហ៊ានចុះរត់ត្រីណាឥឡូវយើងជាប់មួយទៀតហើយពុកម៉ែបងប្អូនមើលនេះយ៉ាស្ត្រីក្រាញ់តែហ្មងបាទហើយបកាយមិនបដាច់ឲ្យចោលហ្មងជាប់វាជាប់ហ៎អាពៅបដាច់ចោលមកតោះឥឡូវទៅមុខទៀតយើងឥឡូវដើរទៅមុខទៀតមើលបានត្រីទៀតអត់យ៉ាដើរបដាអញ្ចឹងគេមើលទៅលើកមើលទៅឃើញមានអាណារៀងជាប់អញ្ចឹងទៅនេះទៅជាប់ពុកម៉ែបងប្អូនជាប់ឯនៅរស់បានទៅដល់បានបាទបដាច់ហ្មងនិយាយទៅនិយាយបដាច់យកហ្មងបាទប្រឡេះមិនបានបដាច់ហ្មងទីបដាច់ខ្ទេចទីអស់ហ្មងទិញថ្មីយកមកដាក់បានតែ3 4ដងហ្នឹងពួកលហែកអស់ហើយត្រូវទិញថ្មីទៀតពួកហេតុផលហ្នឹងយើងដោះអត់បានយើងមានតែទាបដាច់មិនអញ្ចឹងតែបើយើងមិនទាបដាច់យើងមិនបានត្រីមែនទេថាវាអញ្ចឹងគឺអញ្ចឹងបាទឥឡូវនេះបកគោទី3ពុកម៉ែបងប្អូននិយាយថាម៉ោងហ្នឹងយើងវែងបាទម៉ោងយើងវែងបាទអញ្ចឹងយើងចាប់ដើមដោះបដាអញ្ចឹងទៅពុកម៉ែបងប្អូនអើយនិយាយទៅត្រីវាមានទូចច្រើនដែរត្រីណាព្រោះដោយសារម៉ោងយើងកាឡាល្អិតអញ្ចឹងណាបានត្រីទូចច្រើនដែរពុកម៉ែបងប្អូនហើយនៅក្នុងបឹងនេះនិយាយទៅធំល្វឹងល្វើយបើខាងនោះស្មៅខាងនោះគេអត់ខាងនោះគេអត់មានភ្ជួរទេខាងនេះគេភ្ជួរណាបាទឥឡូវយើងដោះត្រីក្រាញ់មួយទៀតដែរពុកម៉ែបងប្អូនបាទជាប់ត្រីក្រាញ់បាទឥឡូវយើងចប់វគ្គដាក់មងឥឡូវយើងដូរកៅអៅមកដាក់បកាយម្ដងដាក់បកាយពេលល្ងាចពុកម៉ែបងប្អូនបាទហើយការបកាយរបស់យើងហ្នឹង4 5បកាយហើយយើងដាក់កូនត្រីកូនអីអញ្ចឹងណាបាទព្រោះដល់ពេលយើងដាក់ទៅល្ងាចយប់តិចបានយើងមកដោះពុកម៉ែបងប្អូនបាទអានេះប្រុសហេងគេចាប់ដើមដោតហើយបាទគេចាប់ដើមដោតបកាយហើយគេធ្វើទឹកគេកក់ដូចហៅម៉ូអញ្ចឹងណាសម្រាប់ហៅម៉ូត្រីមកបាទឥឡូវយើងដាក់ប្រុសហេងដាក់បានបកាយមួយហើយបាទយើងបន្តទៅមើលដាក់បកាយមួយទៀតពុកម៉ែបងប្អូនបាទការដាក់បកាយរបស់យើងហ្នឹងគឺតាមភ្លឺស្រែបាទតាមភ្លឺស្រែអញ្ចឹងវាមានច្រើនតែត្រីរស់ត្រីអីអញ្ចឹងណាបាទឥឡូវចាប់ដើមដាក់បកាយយើងនេះមួយទៀតពុកម៉ែបងប្អូនដោយសារយើងជាប់បកាយហ្នឹងយើងទាញស្មៅចេញណាយើងទាញស្មៅចេញព្រោះកុំឲ្យវាជាប់កាលណាត្រីជាប់ទៅវាវាន់មួយស្មៅវាអាចដាច់មាត់អញ្ចឹងយើងធ្វើស្មៅស្អាតហើយចាំយើងដាក់បាទឥឡូវយើងដាក់បាន2បកាយហើយពុកម៉ែបងប្អូនយើងវាយប្រឡងវាយហៅអញ្ចឹងណាបាទប្រហែលគេដាក់នុយដាក់អីអញ្ចឹងគេយកដោតអីបាទមើលអាបងអូនគឺឃ្លៀកខោជើងវែងបាទព្រោះដោយសារខ្លាចឆ្លើងទៀមហើយប្រហែលគឺអត់ខ្លាចឆ្លើងទេបាទចំណែកខ្ញុំនៅធំវិញគឺខ្លាចឆ្លើងបាទឥឡូវយើងចាប់ផ្ដើមបន្តដំណើរទៅមុខទៀតពុកម៉ែបងប្អូនហើយនៅនេះពុកម៉ែបងប្អូនឲ្យឃើញអញ្ចឹងណាមានឆ្លើងច្រើនណាបាទឥឡូវចាំមើលលទ្ធផលដែលយើងបានត្រីមិញយើងទៅមើលត្រីយើងបាទនេះត្រីយើងដែលបានពុកម៉ែបងប្អូនបានត្រីប្រហែលជាមួយសឡពុកម៉ែបងប្អូនហើយវាមានងាប់ខ្លះស្អុយខ្លះលួយខ្លះធ្វើម៉េចការរកស៊ីរបស់យើងដាក់មងវាមិនទៀងបាទពុកម៉ែបងប្អូនពេញចិត្តវីដេអូនេះជួយ like ជួយ share ផងអរគុណ